យើងមកមើល feature ថ្មីរបស់ Adobe Lightroom គឺ Assisted Curling អញ្ចឹងគឺប្រើប្រាស់សម្រាប់ជួយសម្រួលដូចខ្ញុំអ្នកថតរូបខ្ញុំតបនាំរូបច្រើនតែនេះគឺឧទាហរណ៍នេះខ្ញុំយករូបតិចមកប្រើទេជួឧទាហរណ៍ថាខ្ញុំដាក់ subject focus អញ្ចឹងពេលហ្នឹងគឺវាយកតែរូបដែលជាប់មាន focus ល្អសម្រាប់ខ្ញុំគឺខាងកម្មវិធីគេលើកគេដាក់ខ្ញុំមានតែ18ទេយើងអាចលុបយើងអាចតកចេញ49តែរូបទាំងអស់មាន67ហ្នឹងហើយអញ្ចឹងយើងអាច filter អញ្ចឹងវាជួយសម្រួលដល់លឿនក្នុងការសម្រេចចិត្តក្នុងការលុបរូបហើយបើសិនជាអាច focus វិញគឺវាថាទាំងអស់ហ្នឹងគឺ focus អាចមិនថាអាចសត្វភ្នែកសត្វហ្នឹងគឺច្បាស់ហើយអត់ទេអាចទទួលយកបានតែបើសិនយើងចង់បានឲ្យកាន់តែច្បាស់គឺយើងអាចដាក់ចេះបានអញ្ចឹងណាអញ្ចឹងគឺអាហ្នឹងវាកាន់តែសម្រាប់យកតិចមែនតើនោះមកថានេះ reject photo without people eyes អញ្ចឹងគឺអត់មានទេតែតាមពិតទៅ high focus កន្លែងនេះភាគច្រើនគេសំដៅទៅលើដល់ភ្នែកមនុស្សភាគច្រើនណាហ្នឹងហើយអញ្ចឹងកាលជាសត្វអត់តន់ល្អទេតែបើខ្ញុំឃើញថាល្អគឺ subject liver តែឡើយគឺ subject focus នេះល្អណាមកចេះគឺសល់តែមួយមានថារូបទាំងអស់នោះមានតែមួយនេះទេដែលខ្ញុំធ្លាប់បានកែហ្នឹងគឺច្បាស់មែនតើណា90%ជាប់បាន3អញ្ចឹងរូបដែលកែគឺច្បាស់ល្អអញ្ចឹង80%យើងបាន8ដំណប់រូបអញ្ចឹងជួយខ្ញុំក្នុងការជ្រើសរើសរូបច្បាស់បានលឿនអរគុណដល់